សាធុទាននេះគឺជាខ្សែមេរៀនអកុសលធម៌9កងក្នុងកាសែតទី2ចំហៀងទី1រីកិរិយាណាមាសាកាវាយបង្គំនៃខ្ញុំចូលមានដល់ព្រះដ៏មានព្រះភិយអង្គនោះព្រះអង្គដល់ប្រសាទ្រង់ត្រាដឹងនៅញៃយាធွာទាំងពួងអេមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយនិងខ្ញុំព្រះអង្គសូមដឹកកំបងអញ្ជលីនមស្ការថ្វាយបង្គំទៅដល់ចំពោះគុណនៃបត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដោយក្រៃលែងមួយលើដោយការគោរពកោតក្រែងពោះកណ្ណាគ្រប់ព្រះអង្គទៅបានគង់ជាទីជ្រះថ្លានៃពុទ្ធបរិស័ទនៅប្រចាំក្នុងទីវត្តខេមវ័នក្នុងស្រុកអីវត្តនៅវត្តស្រុកកំពង់ចាមអញ្ចឹងឃុំអីឃុំកំពង់សៀមនឹងឃុំសម្បួរមាសសម្បួរមាសអើយផ្លែធ្លាក់សន្លឹកហ្នឹងណាបន្តទៀតរួចហើយណាអីថ្ងៃនេះមីក្រូស្ដាប់បានគ្រាន់ទេស្ដាប់បានគ្រាន់ទេណានឹងថ្ងៃនេះគឺជាថ្ងៃទី2នៃការសិក្សាព្រះធម៌របស់យើងនៅវត្តខេមវ័ននេះសម្រាប់រយៈកាលខ្លីប៉ុន្តែលីធម៌ដែលខ្លឹមសម្រាប់បង្រៀនញាតិញោមពុទ្ធបរិស័ទកណ្ណាគ្រប់ព្រះអង្គណាតាមការដែលអាចធ្វើទៅបានណាបំណាច់ទៅចង់ឲ្យញាតិញោមចេះហ្នឹងមានប្រមាណចង់ទៅបញ្ចេញឲ្យវាអស់ទៅប៉ុន្តែវាចេញទៅវាមិនដឹងនៅជាមួយញាតិញោមបានប្រមាណអីប៉ុណ្ណាណាព្រោះការដែលសិក្សាស្ដាប់ព្រះធម៌នេះវាមិនមែនដូចជាលេខគណិតឬក៏វិជ្ជាទូទៅដែលយើងសិក្សាតាមសាលាទេណាបើដូចជាវិជ្ជាគណិតវិជ្ជាអីអាហ្នឹងវាមានរូបភាពអាចពិសោធន៍អាចអីស្រួល2+ 2 4អញ្ចឹងទៅវាច្បាស់លាស់តាមការកំណត់សម្គាល់អញ្ចឹងទៅប៉ុន្តែចំពោះព្រះធម៌មិនអាចយកភ្នែកធម្មតាទៅមើលឃើញទេណាត្រូវតែចម្រើនញាណៈគឺបញ្ញាទើបអាចដើម្បីយល់បានដូច្នេះការចូលមកកាន់ព្រះសាសនានេះមិនមែនគ្រាន់តែចូលមកកាន់វត្តទេណាគ្រាន់តែចង់បញ្ជាក់ថាការដែលចូលឲ្យដល់ព្រះសាសនាគឺមិនមែនឈានជើងដោយការបោះជំហានឲ្យដល់ទេណាហើយក៏មិនមែនគ្រាន់តែចូលមកកាន់ទីវត្តអារាមឈ្មោះថាចូលមកដល់ព្រះពុទ្ធសាសនាដែរព្រោះការចូលមកកាន់វត្តអារាមមិនចាំបាច់មនុស្សយើងក៏ចូលមកបានដែរឲ្យតែមិនប្រយ័ត្នរបងវត្តគោចូលមកវត្តបានទេគោចូលបានណាដូច្នេះចូលក្នុងពហិព្រាបពជាអីចូលបានដែរណាចូលទៅដល់លើតបូលទៅទៀតពជាណាព្រាបអីនោះចូលទៅអាចដាក់ព្រះទៀតក៏បានដែរនឹងនេះខ្ញុំកណាត់អាភិបចង់បញ្ជាក់ថាការចូលទៅរកព្រះសាសនានេះគឺมันអាចមើលដោយរូបភាពបានទេណាហើយក៏មិនមែនបានន័យថាឲ្យតែនរណាទៅជួបព្រះសម្មាសម្ពុទ្ធនៅនោះសុទ្ធតែរួចផុតទុក្ខក៏ទេដែរប្រសិនបើមិនមានសេចក្តីជ្រះថ្លា
បន្ទន់អេរិយាបថដើម្បីទទួលយកនៅពាក្យទូលមានព្រានបដៅរបស់ព្រះអង្គទេនោះណាថ្ងៃនេះដូចរៀងមកច្រើនជាងថ្ងៃម្សិលណាមកពីទៅពាំងរស័យឆ្ងាយចិត្តឆ្ងាយអញ្ចឹងស្អែកបាត់ទៀតណានឹងតិចច្រើនអីយ៉ាងណាយើងសិក្សាសំខាន់គឺការយល់ចូលចិត្តណាព្រោះទិសដៅនៃការសម្ដែងធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងវាមិនមែនគោលដៅសំខាន់រួមមនុស្សច្រើនទេណាមិនមែនគោលដៅសំខាន់ប្រមូលបរិស័ទច្រើនទេគោលដៅសំខាន់គឺឲ្យពុទ្ធបរិស័ទនឹងមានសទ្ធានិងបញ្ញាណាបើបានតែគ្នាច្រើនតែវាអត់បានចម្រើននៅការយល់ដឹងតែបានគ្នាច្រើនមកធ្វើអីណានេះមិនមែនបានន័យថាមិនចង់បានគ្នាច្រើនទេប៉ុន្តែមិនមែនជាទឹកដៅណាព្រោះហេតុដូច្នោះហើយបានជាយើងឃើញការដឹកនាំនៅក្នុងសាសនាយើងហ្នឹងដើម្បីឲ្យបានមនុស្សច្រើនអ្នកទិសដៅមនុស្សច្រើនហ្នឹងធ្វើឲ្យយើងធ្វើឃ្លាតអំពីធម៌វិន័យហ្នឹងឧទាហរណ៍ដើម្បីបានមនុស្សច្រើនត្រូវដាក់បាសដាក់វីដេអូដាក់ល្ខោនអីចឹងទៅអាហ្នឹងបដិបទាដើម្បីមនុស្សច្រើនណាតែមិនមែនជាបដិបទាដើម្បីកើតនូវសទ្ធានិងបញ្ញាដូច្នេះជាការដើរផ្ទុយគ្នាទៅនឹងធម៌របស់ព្រះសម្មាសម្ពុទ្ធណាយើងត្រូវតែមើលឲ្យឃើញនៅគោលដៅរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គចង់ឲ្យយើងគឺចង់ឲ្យនៅព្រះធម៌នេះឯងណា4អសង្ខ័យ1សែនកាប់ដែលព្រះដ៏មានព្រះភិយលះបង់នៅទ្រព្យសម្បត្តិលះបង់កូនប្រពន្ធលះបង់អវយវៈលះបង់ទាំងជីវិតគឺដើម្បីត្រាស់ដឹងនៅសម្មាសម្ពុទ្ធនៅអនុត្តរសម្មាសម្ពុទ្ធញ្ញាណនេះបាននៅបញ្ញាដ៏ឧត្តមដើម្បីប្រកាសត្រាស់សម្ដែងនៅមេបដិបទាទៅកាន់ទីរំលត់ទុក្ខណាសំបីបារមីប្រហែលព្រះបច្ចេកពុទ្ធក៏មិនអាចសម្ដែងនៅអរិយសច្ចធម៌ប្រកាសឲ្យមានលំអបត់ដើមបត់កណ្ដាលបត់ចុងព្រមដោយឧទាហរណ៍ដល់សត្វលោកយើងឲ្យបានត្រាស់ដឹងតាមបានទេព្រោះនៅក្នុងមនុស្សយើងនឹងវាក្រាស់វាល្ងឹតណាស់ដូច្នេះក្នុងការប្រកាសត្រាស់សម្ដែងនៅព្រះធម៌នឹងជាការលំបាកយើងវិលទៅរកផ្នែកខាងដើមដែលព្រះអង្គទើបតែបានត្រាស់ញៀនប្រហែលព្រះសម្មាសម្ពុទ្ធហើយនឹងព្រះអង្គនៅរារែកប្រតិណាបានត្រូវមានព្រមមកអរតនីឲ្យព្រះអង្គសម្ដែងធម៌មិនមែនព្រះអង្គអត់មានករណាចំពោះសត្វលោកទេប៉ុន្តែក៏លេចមើលទៅទស្សនវិស័យរបស់សត្វលោកនឹងវាជាប់ដោយអកុសលធម៌ទាំងឡាយផ្សេងនឹងជាប្រមុខណាអសារេសារមតេណោគឺសម្គាល់របស់ដែលអត់សារៈហ្នឹងថាជារបស់មានសារៈហើយដល់តែព្រះអង្គប្រាប់របស់ពិតណាវាមិនដែលគិតឃើញឡើយហើយវាទៅជាចម្រូងចម្រាសអីចឹងទៅដូចជានៅក្នុងរឿងសច្ចកនិក្រណអីដែរណាដូច្នេះការចូលមកកាន់សាសនានេះទល់តែចូលទៅដល់ត្រៃសិក្ខាណាគឺការសិក្សានៅសិលសមាធិបញ្ញាជាពិសេសគឺព្រះបរិយត្តិធម៌យើងកុំមើលងាយការសិក្សានៅព្រះបរិយត្តិធម៌នឹងថាជាការស្រួលនិងមិនលំបាករហូតដល់តែយើងនិយាយគ្នានិយាយថាការសិក្សាព្រះធម៌នឹងល្មមបានហើយសំខាន់គឺការប្រតិបត្តិនៅក្នុងព្រះអត្តកថាធ្លាប់បានមើលឃើញថាអ្នកណានិយាយថាការសិក្សាព្រះបរិយត្តិធម៌មិនសំខាន់ណាអ្នកនោះគឺជាមហាចៅក្នុងព្រះសាសនាណាព្រោះជាហេតុញ៉ាំងនៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងឲ្យវិនិច្ឆ័យណាអស់កាលជាយូរអង្វែងមកហើយ2500ឆ្នាំមកហើយនេះជាង500ទៅទៀតនេះណាដែលអាចគង់វង្សនៅព្រះសាសនាមានទ្រង់ទ្រាយជាបែបផែនវិន័យបសូតអភិធម្មជាលក្ខណៈគ្រឹះរបស់ពុទ្ធសាសនាមានមកដល់សពថ្ងៃនេះគឺដោយសារការសិក្សាព្រះបរិយត្តិធម៌នឹងឯងណាហើយព្រះអរហន្តដែលចូលរួមសង្គាយនាតាំងពីបឋមសង្គាយនាទុតិយសង្គាយនាមកបើត្រឹមតែបានរួចផុតចាកកិលេសតែមិនមានបដិសម្ពិទាក៏មិនអាចចូលទៅសង្គាយនាបានដែរ
នឹងយើងឃើញគុណប្រែព្រះអរហន្តតែលោកគ្រាន់តែជាសុខវិបស្សកៈធម្មតាក៏មិនបានចូលទៅសង្កេតយ៉ាងនេះដែរព្រោះមិនច្បាស់ក្នុងបរិយត្តិធម៌ព្រោះណាមានព្រះអរហន្តខ្លះក៏លោកមិនប្រកាសក្នុងបរិយត្តិនឹងអស់ដែរអរិយបុគ្គលខ្លះដែលជាសុខវិបស្សកៈនោះដូចជានៅក្នុងបច្ចវេគណៈញាណបច្ចវេគណៈញាណ19នោះលោកបានបញ្ជាក់បុគ្គលខ្លះលោកពិចារណាតែ3វិថីទេណាតែជាប្រកដីធម្មតាគឺ5វិថីសម្រាប់សេខបុគ្គលថ្នាក់ក្រោមបន្ទាប់ពីលោកបានសម្រេចមគ្គផលហើយនឹងត្រូវមានណាមួយវិថីពិចារណាមគ្គមួយវិថីពិចារណាផលមួយវិថីពិចារណាព្រះនិព្វានហើយចំពោះអ្នកដែលឆ្លៀសនៅក្នុងកិលេសបញ្ញត្តិលោកត្រូវពិចារណានៅកិលេសដែលលះហើយនិងកិលេសមិនតាន់លះពីវិថីទៀតដូច្នេះយើងឃើញថាសូម្បីព្រះអរិយបុគ្គលហ្នឹងក៏លោកអង្គខ្លះលោកមិនច្បាស់លាស់ទូទៅនៅក្នុងបរិយត្តិធម៌ដែរដូច្នេះមិនអាចយកមកសង្កេតយនីអីឲ្យច្បាស់លាស់ទៅបានទេគឺចាំបាច់ត្រូវតែច្បាស់លាស់ក្នុងព្រះបរិយត្តិធម៌នឹងផងទើបអាចដើម្បីតម្រែតម្រង់សាសនានឹងឲ្យគង់វង្សទៅបានដល់សពថ្ងៃនេះឯងណានឹងខ្ញុំកណាត់អាភិបផ្ដើមការសិក្សាប៉ុណ្ណឹងឲ្យឃើញគុណតម្លៃនៃការសិក្សាព្រះធម៌មួយចំណែកគឺដើម្បីចម្រើនការចេះដឹងផ្ទាល់ខ្លួនរបស់យើងណាដើម្បីប្រតិបត្តិផ្ទាល់ខ្លួនរបស់យើងហើយនឹងបន្តនៅអាយុប្រសាសនារបស់យើងនឹងតទៅទៀតបើមិនដូច្នោះទេបាត់ការសិក្សាបាត់ការរៀនសូត្រជំនឿផ្ដេសផ្ដាស់នឹងកើតកាន់តែច្រើនទៅហើយរកឲ្យប្រកបវិជាក្នុងគម្ពីរណាព្រះសម្មាសម្ពុទ្ធសម្ដែងពេលណាអីអត់គឺតាមតែគ្រូតាមតែអ្នកដឹកនាំតាមតែពាក្យចចាមបារាមមកក៏ចេះតែជឿតគ្នាចឹងទៅណាទីបំផុតទង្វើធ្វើផ្សេងគ្នាទាំងអស់ហើយយើងឃើញបរិស័ទចូលទៅកាន់វត្តមួយធ្វើខុសគ្នាហើយប្រកែកគ្នាគ្រូអញធ្វើអញ្ចេះអ្នកជាដូនជាតាអញធ្វើអញ្ចោះអត់ត្រូវគ្នាអត់ត្រូវគ្នាសោះដូចមានសម្ដែងក្នុងគម្ពីរពតាយវិតកលេខ52ដែលព្រះអង្គសម្ដែងប្ររពចំពោះពួកព្រាហ្មណ៍ដែលបញ្ញត្តិនៅការយល់ដឹងរបស់ខ្លួនឯងថាជាការត្រឹមត្រូវឯការយល់ដឹងរបស់អ្នកដទៃទៀតនឹងថាជាការយល់ដឹងមិនត្រឹមត្រូវហើយក៏ឆ្លោះគ្នាប្រកែកតវ៉ាគ្នាដោយមាត់ដោយលំពេងគឺមាត់ណាមិនត្រូវគ្នាថាគ្រូខ្ញុំឯងត្រូវគ្រូអ្នកឯងអត់ត្រូវទេធ្វើដូចខ្ញុំមិនត្រូវធ្វើដូចអ្នកឯងអត់ត្រូវទេណាប្រកែកគ្នាអត់ត្រូវគ្នានឹងវិខទាំងឡាយចូលទៅបិណ្ឌបាតដឹងរឿងហ្នឹងមកក្រាបទូលព្រះសម្មាសម្ពុទ្ធណាបានព្រះអង្គត្រាស់ថាមនាវិខទាំងឡាយណាមនុស្សទាំងអស់ហ្នឹងមិនខុសពីមនុស្សខ្វាក់ពីកំណើតណាធ្វើអីរាវតាមគ្នាទៅស្ទាបតាមគ្នារាវតាមគ្នាវាមិនដែលបានឃើញដោយភ្នែកផ្ទាល់របស់ខ្លួនឯងណាបានព្រះអង្គលើកឧទាហរណ៍កាលពីសម័យបុរាណមានព្រះរាជាមួយអង្គនៅក្រុងសាវត្ថីនឹងឯងឲ្យប្រមូលអ្នកខ្វាក់ពីកំណើតមកណាហើយឲ្យអ្នកខ្វាក់ពីកំណើតនឹងចូលទៅស្ទាបតម្រៃម្ដងម្នាក់ណាឲ្យមើលតម្រៃឲ្យច្បាស់ណាអ្នកខ្លះមើលតម្រៃនឹងចំស្ទាបតម្រៃនឹងចំប្រម៉ោយខ្លះទៀតស្ទាបចំក្បាលកទីងពីមុខនោះណាអ្នកខ្លះទៀតស្ទាបចំភ្លុកអ្នកខ្លះទៀតស្ទាបចំជើងខ្លះទៀតស្ទាបចំស្លឹកត្រចៀកខ្លះទៀតស្ទាបចំខ្នងខ្លះទៀតចំពោះខ្លះទៀតចំកតុយតើស្ទាបគ្រប់គ្នាអស់ហើយបានព្រះរាជាមកសួរថាអ្នកទាំងអស់គ្នាស្គាល់តម្រៃច្បាស់ហើយឬលើកដៃថាខ្ញុំព្រះអង្គស្គាល់គ្រប់គ្នាហើយណាហើយអញ្ចឹងទៅព្រះរាជាឲ្យឡើងម្ដងម្នាក់ណាមើលអ្នកឯងរាយរាប់មកមើលតម្រៃហ្នឹងមានរាងយ៉ាងម៉េចអ្នកដែលស្ទាបចំក្បាលហ្នឹងថាតម្រៃមានរាងដូចក្អមអញ្ចឹងណាគឺប្រកាន់ថាតម្រៃមានរាងដូចក្អមអញ្ចឹងហើយម្នាក់ទៀតឡើងប្រកែកថាតម្រៃមិនមែនរាងដូចក្អមទេតម្រៃវារាងដូចដងនឹងគាល់ស្ទាបចំប្រម៉ោយវាណាហើយណានិយាយយ៉ាងម៉េចទេអត់ជឿទេអត់ជឿជាដាច់ខាតព្រោះវាបានឃើញស្ទាបខ្លួនឯងអញ្ចឹងស្ទាបនឹងស្ទាបដោយខ្វាក់មិនមែនស្ទាបដោយភ្លឺទេណាអីដល់ម្នាក់ទៀតដែលស្ទាបចុងភ្លុកនោះអាចុងអញ្ចឹងចុងភ្លុកវាស្រួចនឹងថាទេតម្រៃមិនមែនរៀងដូចដងគាត់រៀងដូចចុងផាលទេវារឹងដូចចុងផាលស្រួចអញ្ចឹង
ហើយម្នាក់ទៀតដែលស្ទាបចំជើងថាតម្រៃហ្នឹងមិនមែនរៀងដូចស្អីទាំងអស់រៀងដូចសសរផ្ទះហ្នឹងចំជើងតម្រៃហើយកុំពីណាទៅពយល់គឺអត់ជឿជាដាច់ខាតគឺនៅតែចុះឯងណាហើយម្នាក់ទៀតស្ទាបចំស្លឹកត្រចៀកតែតម្រៃរៀងដូចជាអេណាវាតផ្លាក់ដូចជាអេអញ្ចឹងម្នាក់ទៀតស្ទាបចំខ្នងអាពីលើក្បែរហ្នឹងថាតម្រៃដូចរៀងក្បាលបុកក្ដឿងអញ្ចឹងម្នាក់ទៀតស្ទាបចំពោះថាតម្រៃរៀងដូចដោកស្រូវអញ្ចឹងដោកដាក់ស្រូវធំនោះម្នាក់ដែលស្ទាបចំកតុយថាតម្រៃរៀងដូចអំបោសបោកផ្ទះណាទាំងអស់គ្នានឹងអត់ត្រូវគ្នាបតាយបតបវ័យគ្នាទៅវ័យគ្នាព្រះជាក៏សើចសប្បាយទៅអាខ្វាក់មែនចំជាខ្វាក់មែនពួកអស់នេះសើចលេងចឹងខ្វាក់មែនថាខ្វាក់មែនណាយ៉ាងណាមិញដែលយើងមានជំនឿដែលមិនបានពិសោធន៍ដោយខ្លួនឯងណាច្រើនណាស់អាងពីគ្រូអាងពីដូនពីតាអាងពីនេះពីនោះឲ្យតែលឺអញ្ចឹងឲ្យតែឃើញតែមនុស្សច្រើនទៅអាហ្នឹងត្រូវឲ្យតែគេធ្វើអញ្ចឹងច្រើនអញ្ចឹងហើយសួរថាឲ្យវាច្បាស់លាស់យ៉ាងម៉េចវាអត់មានសោះណាម្ល៉េះហើយបើគេធ្លាក់ជ្រុះក៏ធ្លាក់ជាមួយគេអញ្ចឹងទៅណាដូច្នេះក្នុងនាមជាពុទ្ធបរិស័ទនឹងត្រូវតែច្បាស់លាស់ដោយខ្លួនឯងណាមិនមែនត្រឹមតែមានសទ្ធាជឿទេណាក្នុងបឋមបទព្រះអង្គសម្ដែងជាមួយសារីបុត្រព្រះសារីបុត្រព្រះអង្គសួរថាមនាសារីបុត្រណាបុគ្គលដែលមានសទ្ធាចម្រើនសទ្ធាទៅជាឥន្ទ្រីចាស់ខ្លាទៅណាបុគ្គលដែលមានសទ្ធាខ្លាំងយ៉ាងហ្នឹងនឹងបានធ្វើនៅទីបំផុតទុកដោយពិតប្រាកដតើអ្នកជឿថាអញ្ចឹងទេព្រះសារីបុត្រឆ្លើយថាខ្ញុំព្រះអង្គអត់ជឿថាអញ្ចឹងណាព្រោះសទ្ធាដែលចម្រើនឡើងដោយខ្វះការអប់រំចម្រើនបញ្ញាគឺមិនអាចធ្វើនៅទីបំផុតទុកបានព្រះសារីបុត្របដិសេធមិនមែនត្រឹមតែការជឿឲ្យបានរួចផុតទុកទេការឆ្លើយរបស់ព្រះសារីបុត្រនឹងធ្វើឲ្យភិក្ខុទាំងឡាយតែដៀព្រះសារីបុត្រថាមើលព្រះសារីបុត្រនៅតែអត់ជឿព្រះណាបានព្រះអង្គថាមនាភិក្ខុទាំងឡាយមិនមែនសារីបុត្រមិនជឿតថាគតទេតែសារីបុត្របានឃើញនៅសច្ចធម៌ដោយបញ្ញាខ្លួនឯងមិនមែនដោយការឮពីអ្នកដទៃទេណាសំខាន់ត្រង់ចំណុចហ្នឹងមិនមែនសារីបុត្រមិនជឿកម្មមិនជឿផលមិនជឿហេតុនិងផលទេប៉ុន្តែព្រះសារីបុត្រមិនជឿត្រឹមតែឮគេថាដូចជាញាតិញោមអញ្ជើញមកសិក្សាពេលនេះក៏ត្រូវតែមានយោនិសោមនសិការៈដោយល្អផងដែរណាអញ្ចឹងយើងចូលមកនៅក្នុងមេរៀនរបស់យើងសិលមិញយើងសិក្សាចូលមកនៅក្នុងកងនៃអកុសលណាទី1គឺអាសវៈណាហ្នឹងអាសវៈហ្នឹងយើងបានសរសេរខ្លះហើយឲ្យសរសេរពីអកុសលចេតសិក14អាហ្នឹងក៏ចាំអស់ដែរមែនទេចាំអស់ហើយណាសាកសូត្រមកដឹងបិទសភៅសូត្រទៅដឹងចាំណាមោហៅអាហេរិកម្មអណោតតាបាំងអត់ថៃចាំលោហោតិថៃមេណូតោសោអិសាមច្ឆារិយ៉ាងកបកចាំថៃនាមមិត្តធាំងវិចេកច្ឆាណានឹងត្រូវចាំ14ហ្នឹងទៅមករៀនក្នុងកងនៃអកុសលហ្នឹងណាញាតិញោមណាមិនតាន់បានកសេអីក៏ចម្លងគ្នាហើយយើងត្រូវសម្រាប់5ទៅ10នាទីបន្ទាប់ពី1ម៉ោងទៅណាយើងចូលមកវិញចន្លោះម៉ោងហ្នឹងសុំគ្នាសរសេរទៅព្រោះម្សិលមិញសរសេររួចហើយណានឹងម្សិលមិញយើងបានសរសេរអាសវៈគ្រឿងត្រាំឬគ្រឿងហូរណាពាក្យថាសវៈហ្នឹងគឺមានវចនដ្ឋថាពុព្វកោដយាអបញ្ញយនតោចរបារវាសយថេនៈវនតោវាវិសន្តមានពោធិយាវិយៈចក្វាតិតោវិសយេសោវិសន្តនតោអាសវៈធម្មជាតិដែលឈ្មោះថាអាសវៈព្រោះអត្ថាជាគ្រឿងត្រាំដ៏យូរអង្វែងមិនប្រកបក្នុងទីបំផុតខាងដើមតាំងពីពេលណាមកឬថាជាគ្រឿងហូរតាមទ្វារទាំង6មានទ្វារភ្នែកជាដើមណាហើយហូរនឹងហូរទៅណាហូរទៅកា
កាន់អារម្មណ៍ទាំង6មានរូបារម្មណ៍សត្យារម្មណ៍គន្ធារម្មណ៍រក្សារម្មណ៍ផោដ្ឋព្យារម្មណ៍និងធម្មារម្មណ៍ទៀតណាហើយហូរនឹងហូររាល់តែថ្ងៃយើងព្រឹកឡើងធ្វើអីខ្លះរាល់ថ្ងៃណាព្រឹកឡើងធ្វើអីមុនដំបូងលុបមុខបើមានអាចភ្នែកអីទៅធ្វើម៉េចលាងចេញណាប៉ុន្តែចំពោះកិលេសដែលបើហូរទៅតាមភ្នែកហូរទៅតាមច្រមុះហូរទៅតាមត្រចៀកណាហូរទៅតាមមាត់តាមកាយតាមចិត្តហ្នឹងវាហូរកក្រិចជាងអាចភ្នែកនឹងច្រើនណាប៉ុន្តែយើងដែលបើមិនបានស្ដាប់ធម៌ព្រះអង្គទេដែលនឹកគិតថាលៀងអាចកិលេសនឹងចេញដែរណាអត់ទេមានតែបន្ថែមណាមានតែបន្ថែមឲ្យវាក្រាស់ទៅតាមភ្នែកហ្នឹងបើតបកភ្នែកបាន2ជាន់នេះធ្វើម៉េចបាន2ជាន់ទៅណាឲ្យកិលេសនឹងកាន់តែដុបឡើងណាហើយតាមតិចហ្នឹងបើវាមិនសូវស្អាតទេដាក់អាយ៉ាមួយទៀតទៅកាន់តែខ្លាំងឡើងតាមច្រមុះកធឹបទេដាក់ជួរទ្រាប់ឲ្យកពើងឡើងមកណោះចឹងទេមានទៅលៀងកិលេសឯណាអាហ្នឹងបូកកិលេសបន្ថែមទេតាណាតាមមាត់ហ្នឹងបបោមាត់មិនសូវស្លោទេសាក់បបោមាត់ឲ្យវាមានរឹមអីស្អាតចឹងទៅហើយតាមកាយពេញចិត្តនឹងសម្ផស្សពេញចិត្តនឹងអីហ្នឹងច្រើនណាឬក៏តាមសម្បោហ្នឹងវាមិនសូវល្អទេត្រាំទៅដោះគោដែរណាហើយវាមានពេលណាចេញចាកអំពីកិលេសហើយអាសវៈហ្នឹងមិនវាឈប់ហូរបើវាបន្ថែមកេះដំបៅនឹងរហូតយ៉ាងនេះណាដោយសេចក្តីថាដែលវាហូរចេញរបស់មិនស្អាតក្នុងទីនេះគឺដោយសារវាមានដំបៅណាដំបៅដែលសម្រាប់ហូរហ្នឹងមាន6ហ្នឹងដំបៅភ្នែកត្រចៀកច្រមុះអណ្ដាតកាយចិត្តជាឈ្មោះនៃដំបៅហ្នឹងមួយយ៉ាងគឺវាដំបៅដោយសភាពវាអីមិនដែលជាទេមួយណាវាហូរចេញតែរបស់មិនស្អាតមែនទែនដោយទឹកខ្លាញ់ទឹកខ្ទុះចេញមកមួយយ៉ាងទៀតដំបៅតាមផ្នែកនាមធម៌ហូរតាមការសោយអារម្មណ៍ណានឹងឃើញរូបជាទីស្រឡាញ់ណាឃើញរូបជាទីស្រឡាញ់ក៏ហូរទៅរករូបចឹងទៅដោយការប្រាថ្នាដោយការជាប់ជំពាក់ចឹងទៅណាចឹងយើងចុះបន្តមកសេមានកដាស់ហើយក៏ដោយក៏សរសេរទៅដើម្បីឲ្យបានមូលនៅក្នុងការសិក្សាហ្នឹងណាយើងអត់សរសេរពេលគេសរសេរយើងអង្គុយស្ងៀមហ្នឹងដូចជារាយមេអីណារាយមេចិត្តណាហើយបើញាតិញោមមិនចេះសរសេរក៏កាន់กระดาษមើលតាមពាក្យតាមអីចឹងទៅដើម្បីឃុំគ្រងចិត្តសន្តានហ្នឹងកុំឲ្យវារញ៉េរញ៉ៃពេកណាចឹងចុះបន្តដាក់ថាអាសវៈនេះណាអាសវៈនេះណាអាសវៈនេះបើពោលដោយភូមិណាបើពោលដោយភូមិណាបើពោលដោយភូមិគឺហូររហូតដល់ភវៈព្រំណាគឺហូររហូតដល់ភវៈព្រំណាគឺហូររហូតដល់ភវៈព្រំបើក្រមុំកញ្ចក់ព្រំដែលខ្ពស់បំផុតភវៈនិងអគ្គអគ្គនឹងខ្ពស់កំពូលចុងណាព្រំដែលខ្ពស់បំផុតហើយបិទរង្វង់ក្រចកមកវិញហើយដកឃ្លាដោយសភាពជាទីតាំងនៃអាសវៈដោយសភាពជាទីតាំងនៃអាសវៈដោយសភាពជាទីតាំងនៃអាសវៈនិងជាអារម្មណ៍របស់អាសវៈនៃអាសវៈនិងជាអារម្មណ៍នៃអាសវៈណានឹងជាអារម្មណ៍នៃអាសវៈណាឲ្យខណ្ឌទៅ
สิต่อទៀតបើពោលដោយធัวបើពោលដោយធัวបើពោលដោយធัวដកឃ្លាអាសវៈនេះអាសវៈនេះហូររហូតដល់គោត្រភូញាណណាដាក់ញាណផងហូររហូតដល់គោត្រភូញាណណាបន្ថែមញាណមួយផងកុំឲ្យយើងច្រឡំទៅគោត្រភូនោះស្អីសង្ស័យច្រឡំពោត្រភូសង្ឃអីនោះយើងធ្លាប់ឮណាដាក់គោត្រភូទៅទេអញ្ចឹងដាក់ញាណមកអានឹងគឺធัวហូររហូតដល់គោត្រភូញាណដកឃ្លាដោយសេចក្តីថាណាដោយសេចក្តីថាណាដោយសេចក្តីថាគោត្រភូញាណនឹងឯងគោត្រភូញាណនឹងឯងណាគោត្រភូញាណនឹងឯងជាអារម្មណ៍របស់អាសវៈណាជាអារម្មណ៍របស់អាសវៈណានឹងជាអារម្មណ៍របស់អាសវៈខណ្ឌណាដូច្នេះមានពីរន័យហ្នឹងនិយាយពីភពភូមិអាហ្នឹងគឺអំពីសត្វតាវាសកន្លែងដែលជាទីនៅរបស់សត្វឬក៏សំដៅដល់ពួកសត្វតើពួកសត្វណាខ្លះដែលមានអាសវៈហ្នឹងហូរទៅដល់ណាគឺហូរមិនមែនចាប់ផ្ដើមនៅក្នុងព្រំហ្នឹងតែម្ដងទេចាប់តាំងពីនរកប្រែតទេរិឆានអសុរកាយមនុស្សទេវតា6ជាន់ដែលមានចាតមហារាជការតាវតឹងយាមីដោសិតនៅមានរតីបរណមិតវសវតីហើយរូបព្រំទាំងអស់នឹងរួមជាមួយអរូបព្រំណានឹងរូបព្រំ16ហ្នឹងនៅក្នុងអសញ្ញ័យសត្តានោះអសញ្ញ័យសត្តាហ្នឹងអ្វីត្បិតថាខណៈដែលកើតឡើងវាអត់មានចិត្តវិញ្ញាណដើម្បីថាត្រេកអររីករាយឬក៏ការយល់ខុសអីទេព្រោះវាអត់មានចិត្តវិញ្ញាណក៏ប៉ុន្តែនៅតែជាទីតាំងនៃអាសវៈដោយសេចក្តីថាជាអារម្មណ៍របស់អាសវៈបានណាដូចជាការយើងមានសេចក្តីទុក្ខក្នុងមនុស្សណាមានសេចក្តីទុក្ខក្នុងមនុស្សអញ្ចឹងទៅហើយដឹងខ្លួនភ្ងាស្មារតីមកមានសេចក្តីទុក្ខកវាយកវល់ចង្អៀតចង្អល់ផ្លូវចិត្តណាយក៏នឹកឃើញទៅដល់ការដែលមិនចង់មានចិត្តវិញ្ញាណនឹកឃើញសេចក្តីសុខស្ងប់នៅក្នុងអសញ្ញ័យសត្តាអីចឹងទៅព្រោះយើងនឹកឃើញថាកាលណាវាអត់មានចិត្តអត់មានដឹងរឿងវាបានសេចក្តីសុខណាអញ្ចឹងក៏ចម្រើនបរិកម្មដើម្បីឲ្យបានរូបឈានដែលជាបដិបទាទៅកាន់ព្រំដែលអត់មានចិត្តវិញ្ញាណហ្នឹងណាដូច្នេះសម្បត្តិក្នុងអសញ្ញ័យសត្តាហ្នឹងវាជាអារម្មណ៍ជាទីតាំងនៃអាសវៈគឺការប្រាថ្នានឹងដែរណាហើយក៏ប្រព្រឹត្តទៅជាភវេសវៈទៅភវេសវៈពុនមុនដំបូងវានៅក្នុងជាកាមាសវៈណាតលតែវាប្រាថ្នាក្នុងភពវាចូលនៅក្នុងភវេសវៈតែយើងនឹងសរសេរបន្តិចទៀតនេះណានឹងគេលើឆ្ងល់ថាចុះដូចព្រមអត់មានចិត្តមានអាសវៈឯណាហូរថាវានៅតែហូរអញ្ចឹងហូរដោយសេចក្តីថាជាអារម្មណ៍ដែលជាទីតាំងនៃសេចក្តីប្រាថ្នាណាជាទីតាំងនៃលោភៈអ្វីត្បិតថាពេលកើតជារូបព្រំអត់មានចិត្តវិញ្ញាណហ្នឹងវាអត់មានអាសវៈហូរទៅតាមភ្នែកតិចអីមែនព្រោះវាអត់មានចិត្តវិញ្ញាណក៏ប៉ុន្តែសម្បត្តិហ្នឹងវាជាទីប្រាថ្នាជាទីត្រូវការនៃសត្វដទៃទៀតណាហើយនៅក្នុងអរូបព្រំ4អ្វីត្បិតថាវាមិនបានហូរទៅតាមភ្នែកតាមតិចតាមច្រមុះតាមដាតតាមកាយក៏ពិតមែនណានៅក្នុងអរូបព្រំ4អត់មានភ្នែកតិចច្រមុះដាតកាយទេមានតែមโนទ្វេរវិថីប៉ុន្តែអាសវៈនឹងនៅតែហូរទៅតាមផ្លូវចិត្តណាដោយជាប់ចម្ពាក់នៅសេចក្តីស្ងប់នៅក្នុងអរូបឈានអរូបសមាបត្តិនឹងណានឹងមានពីរប្រការអញ្ចឹងបែបប្រការទៀតនោះដោយធัวណាពោលដោយធัวសុទ្ធវាមិនតាក់ទងនឹងបញ្ញត្តិទេ
មួយតេតួងនឹងបញ្ញត្តិណាសេចក្តីទី1ហ្នឹងតេតួងជាមួយនឹងបញ្ញត្តិថាអាសវៈហ្នឹងវាកើតនៅក្នុងបុគ្គលណាឬក៏ភពណាភូមិណាហ្នឹងវាតេតួងបរមត្តនិងបញ្ញត្តិបរមត្តស្អីគឺបរមត្តគឺសំដៅដល់អាសវៈធัวហ្នឹងណាដែលជាតួលោភៈចេតសិកហ្នឹងឬក៏ទិដ្ឋិឬក៏មោហៈហ្នឹងវាកើតនៅក្នុងបុគ្គលបញ្ញត្តិដែលថាជាប្រែតជានរកឬក៏ជាទេវតាជាព្រំអញ្ចឹងទៅហ្នឹងវាតេតួងបរមត្តនិងបញ្ញត្តិក៏ប៉ុន្តែបើពោលដោយធัวហ្នឹងគឺនិយាយពីបរមត្តសុទ្ធអាសវៈហ្នឹងគឺហូរទៅដល់គោត្រភូដូច្នេះយើងមិនចាំបាច់និយាយថាតើធัวក្រោមហ្នឹងមានអាសវៈដែរទេបើគោត្រភូញាតវាមានទៅហើយចាំបាច់និយាយថ្មីដល់ធัวក្រោមដូចជាមហាកុសលការធ្វើទានការរក្សាសិលហ្នឹងមិនមានអាសវៈនោះណាអ្វីបាត់ថាអាសវៈហ្នឹងវាមិនប្រព្រឹត្តទៅជាមួយនឹងមហាកុសលដោយចំក៏ប៉ុន្តែមហាកុសលហ្នឹងក៏ជាទីតាំងដោយជាអារម្មណ៍របស់អាសវៈហ្នឹងដែរណាដឹងយើងជួនកាលយើងត្រេកអរនឹងមហាកុសលដែលយើងធ្វើអីហ្នឹងក៏វាមិនមែនជាអបពុទ្ធហੰសរណង្គកចហាមិ